อ๋อรถกันไหนกูซ้ำนะรับรองព្រះស្វាមីអូនមានរឿងអ្វីបានជាទឹកប្រទេសសុផតពូនយ៉ាងនេះថាមានព្រះសវណ្ណីមកខ្ញុំម្ចាស់អត់មានរឿងអ្វីទេក្រាបទូលបើអត់មានរឿងអ្វីនោះមិនបានជាណែម្ចាស់បងហៅទឹកលេប្រាធ្វើអីកុំលាក់នឹងបងណាម្ចាស់អូនតាមការពិតម្ចាស់បងរឿងតែស្រវាំងភ្នែកតែហៅទឹកលេត្រាយ៉ាងនេះណាម្ចាស់អូនអញ្ចឹងទេត្រូវហើយព្រះស្វាមីចឹងហើយថ្ងៃនេះបងមានអារម្មណ៍ចម្លែកខុសប្លែកអំពីធម្មតាចេះតែញាក់តបភ្នែកមិនដឹងជាមានរឿងហេតុអ្វីទាល់តែសោះសូមក្រាបថ្វាយបង្គំព្រះអង្គអស់ហើយអស់លោកមន្ត្រីទាំងអស់គ្នាតើមានរឿងអ្វីចូលមកគាត់យើងថ្ងៃនេះក្រាបទូលព្រះអង្គថ្ងៃនេះទូព្រះបង្គំបានឃើញថាមានកងទ័ពព្រមទាំងចំណុះនគរផ្សេងលើកទ័ពចូលមកនគររបស់យើងហើយក្រាបទូលជនណាខ្លាំងធំយ៉ាងនេះព្រមទាំងបញ្ញាបរិយាសាផងក្រាបទូលចំជាប្រហើនមែនទូព្រះបង្គំព្រះនាមវវងសូមផ្ញើព្រះជាសាមិនបានអង្គរាថាថ្លៃញ៉ាចាំថៃខ្សាត់ណាកាអើស្អីមកអង្គរាថាដូចជាប្រមាថចេះស្ដារយើងទៅហើយប៉ុន្មានហើយព្រះស្វាមីហេតុអីគប់យើងបញ្ជាហើយគេយកទៅប្រហារជីវិតឡើងហុំនៅរួចយ៉ាងនេះប៉ុន្មានហើយព្រះស្វាមីតែយើងទៅយ៉ាងណាទៅកំជាខ្លាំងធំមកមិនខ្លាញ់ញ៉ែខ្លួនណាស់ស្អីសូរចង់រៃយ៉ាមិនឡាយហ៊ានប្រមាថចេស្តាកំជាខ្លាំងធំមកខ្លាំងធំអីពេលក្រៃយ៉ាមិនខ្លាចខ្លួនស្អីយ៉ាសូរវងប្រមាថចេស្តាចំជាភ្លីភ្លាខំអីពីដំរាយើងអត់ស្អីជនមៀងមិនឡាយមកតវ៉ាបែបនេះទេស្វាមីមិនទៅរៃរបស់តែចាំមកហើយសូមព្រះអង្គកាត់ដីខ្លះទៅអ្នកណាខ្លំខំហ៊ានដោះលែងហើយវាទាំងពីរមកប្រជែងចង់សោយរាជបល្ល័ង្កនេះត្រូវឲ្យព្រះស្វាមីបើសិនជាដឹងថានោណាម្នាក់ដោះលែងទាំងពីរណានោះឲ្យចូលមកក្នុងព្រះរាជវាំងសូមព្រះស្វាមីកាត់ក្បាលវាចាតាព្រះបងម្ចាស់អូនសូមម្ចាស់កុំមានសវណ្ណីយ៉ាងនេះអីគឺបុត្រាទាំងពីរគឺជាបុត្ររបស់ខ្ញុំម្ចាស់បើរបស់ម្ចាស់បងឲ្យចាំមកស្រៀបព្រះស្វាមីសូមព្រះអង្គលើកលែងទោសផងទៅក្រាបទូលបងដឹងហាប្រតិរបស់ម្ចាស់អូនត្រង់អាណិតរាជបុត្ររបស់អូនក៏ប៉ុន្តែ
វាប្រមាត់ចេះស្ដាររបស់បងវាចង់បានរីកបានឡើង កាលណាព្រះអង្គព្រះរាជបុត្រពៅស្ដេចយាងចូលព្រះនគរវិញហើយក្រាបទូល ព្រះស្វាមី បាទបិតាមេដាទូប្រាប់កូនត អស់ហើយ ក្រោកឡើងបុតមេដានៃបៃតារបស់បុត បុតមកតាន់ជាការល្អប្រពៃនេះហើយលើនេះអាសូវងវាចង់បានទឹកដីបរិយនគររបស់យើងចង់ឡើងក្រុងរាជសម្បត្តិអធិនេះដូច្នេះរឿងអធិនេះមានតែបុតមួយអង្គត់ដែលចេញទៅកំចាត់វាឲ្យផុត ព្រះបិតាទុកចិត្តលើទូព្រះកុំចុះពេលនេះទូព្រះកុំបានរៀនមុនវិជ្ជាការខ្លាយជាឆ្អឹងដាច់បាច់គាត់អស់ទៅហើយមានណាហ៊ានជាមួយទូព្រះបង្គំបានទេព្រះបិតា អូ ព្រះស្វាមី បានចាំទេអស់លោកមន្ត្រីទាំងអស់គ្នា កាលណាថ្លៃពិសេស ហាប់រៀបជាក្បួនទ័ពចាញ់ទៅធ្វើសឹកសង្គ្រាមភ្លាម ទទួលព្រះបញ្ជាក្រាបទូលអញ្ជើញអស់លោកទៅជាមួយនឹងយើងស្ដេចយាងក្រាបទូលព្រះបិតាសូមស្ដេចយាងក្រាបទូល ល្អហាប់ចាញ់ដំណើរទៅ នាងព្រះពរ សូរវងបងបុតមេដាតាបុតនៅឯណាបុតផ្ញើព្រះសាមឲ្យយ៉ាងនេះទៅវិញបុតអើយ វងដងចិត្តបងសម្ដេចព្រះរាមការធ្វើដំណើររវាងអូនហើយនឹងបងកាន់តែឆ្ងាយទៅអូនមើលចុះរុក្ខជាតិនៅទីនេះស្រស់បំប្រងល្អណាស់អូនឃើញទេមានដើមឈើតូចធំដុះតម្រៀបជាជួរភាពបីដូចជាសួនឧស្សាហដែលមានថែរក្សាអញ្ចឹងជាការប្រសើរណាស់មហាសេអូនតែ
ក៏អនុត្រីធ្វើដំណើរយូរខ្លាំងម្ល៉េះណោះ មកឲ្យសេអូនការធ្វើដំណើរមកធ្វើសិទ្ធិសង្គ្រាមបងមិនចង់ឲ្យអូនមកជំនាញបងទេអូនឃើញទេណែទឹកដីបរិយាកាសបងកន្លងមកដែលបងខ្លំណែមកកំសាន្តដែរក៏ប៉ុន្តែពេលនេះផ្លាច់អំពីសពដងណាអូនណា ជាការពិតណាស់ ចិត្តបងនឹកសពនឹកគ្រប់ព្រោះថាទីកន្លែងនេះហើយបងឧស្សាហ៍នាំអូនមកលេងនោះអីការដាំឡើងរុក្ខជាតិនៅទីនេះទាំងអស់នៅតូចនៅឡើយទេដែលអ្នកផងទូទៅតែអ្នកឲ្យឈ្មោះថាគឺជាព្រៃព្រហ្មចារីយ៍នោះជាការតែឥឡូវនេះពេលដែលយើងទាំងអស់គ្នាធ្វើដំណើរមកដល់ស្រាប់តែទីនេះខ្លាចទៅជាព្រៃស្រោមមកទៅហើយអត់ឃើញទេដើមឈើធំធំណាស់ណាជាការប្រសើរណាស់មកចាប់បងដូចជាសម្លេងអ្វីនោះព្រះបិតាទូព្រះបង្គំសូមក្រាបខ្វាត់ថ្វាយបង្គំក្រាបទូ សូវងឡាប់ឯងធំណាស់ឯងហ៊ានញ៉ារាជសារមកឲ្យយើងធ្វើសក្តិសង្គ្រាមជាមួយនឹងឯងយើងបានបញ្ជាឲ្យពេជ្រឃាតយកឯងទៅសម្លាប់ចោលហើយតាហេតុអីក៏ឯងតែពីរនាក់នៅតែមានជីវិតដដែលយ៉ាងនេះ បិតាទូបង្គំជឹកខ្ញុំមកទីនេះគ្មានបំណងធ្វើសក្តិសង្គ្រាមអ្វីទេបិតា ជាការពិតណាស់ព្រះបិតាតាមការពិតទៅទូព្រះបង្គំទាំងពីរនាក់គ្មានបំណងទេបើសិនជាមានការលើសលួចត្រង់ណាក៏សូមព្រះបិតាមេត្តាបរិយាទានទោសដល់ទូព្រះបង្គំទាំងពីរនាក់ផងបើគ្មានបំណងចង់ធ្វើសក្តិសង្គ្រាមជាមួយនឹងយើងហេតុអីក៏ឯងញ៉ារាជសារឲ្យយើងមកធ្វើសក្តិសង្គ្រាមជាមួយឯងនៅទីនេះបានន័យថាឯងចង់បានរាជបល្ល័ង្ករបស់យើងមែនទេទេបិតា មកចាក់បងទូលព្រះបង្គំមិននឹកស្មានថាមកចាក់បងថ្លើមធំខ្លាំងណាស់បើមកចាក់បងចង់បានទឹកដីបរិយានគររបស់ទូលព្រះបង្គំនោះសូមមកចាក់បងរំលំសັບទូលព្រះបង្គំសិនចុះ អនុត្រោ យ៉ាងមិនចាក់បង មកគ្មានកំណត់អាណាដូចជាព្រះបង្គំចៅអូនទេ មិនចេះខ្មាស់អៀនទេយ៉ាអត់ត្រែងណាស់ណាលោកដែរយ៉ាគឺសង្គ្រាមហេយ៉ាមិនចេះខ្មាស់អៀនទេយ៉ាអត់ត្រែងណាស់ណាលោកពលសេនាយ៉ាមកធ្វើសង្គ្រាមហេយ៉ាមកចាក់បងធ្វើគុំ
គឺចង់បានទឹកដីបារីនគររបស់ទូព្រះបង្គំក៏ប៉ុន្តែទូព្រះបង្គំបានរៀនមុនអាគមទៀតថាខ្លាយជាឆ្អឹងដៃស្បែកគាត់អស់ទៅហើយម្ចាស់បងចង់បានលុះត្រាតែម្ចាស់បងរំលងសក់ទូព្រះបង្គំសិនចុះ អនុត្រាអូន យ៉ាងម៉េច បងគ្មានចិត្តកំណត់ឯណាមកចង់ធ្វើសម្ភារជាមួយនឹងអនុត្រានោះទេតែបើសិនជាម្ចាស់បងនិយាយល្អហើយនៅតែអនុត្រាមិនព្រមស្ដាប់សម្ដីម្ចាស់បងទៀតកុំថាម្ចាស់បងនេះមិនមេត្តាចំពោះអនុត្រាអសោះណា បានលើកគ្រឿងចក្រាវុធរបស់ព្រះអង្គប្រយុទ្ធជាមួយទូព្រះបង្គំមក អញ្ចឹងមកថាអនុត្រាចប់យុទ្ធជាមួយនឹងម្ចាស់បងមែនទេ មិនបានអញចាប់បង មិនអីទេបើសិនជាអនុត្រាចង់យ៉ាងនេះទៅហើយចាំម្ចាស់បងមកពេញបំណយអនុត្រាទៅចុះ បាច់យើងកាទូ ចូលមកចុះ បងមិនចង់ធ្វើយ៉ាងនេះតតែសាតែគេថ្លើមធំហ៊ានប្រមាថចេស្តាបងហ៊ានផ្ញើរាជសារមកឲ្យបងធ្វើសឹកសង្គ្រាមនៅទីនេះបានន័យថាគេទាំងអស់គ្នានោះមិនចាប់ទុកបងជាបិតាឡើយអូន ទេបៃតាព្រះស្វាមីបៃតាទូបង្គំគ្មានបំណងទេបើកាលណាទូព្រះបង្គំជាខ្ញុំមិនលើកតបមកទេមិនអាចរកយុទ្ធធម៌សច្ចធម៌ព្រោះថាទូព្រះបង្គំជាខ្ញុំគ្មានកំហុសទេជាមួយសម្ដេចព្រះរាម ជាការប៉ັດណាព្រះមេដាទូលបង្គំចង់ក្រាបថ្វាយបង្គំព្រះមេដា ឯងចង់និយាយអំពីសច្ចធម៌អីអំពើដែលឯងធ្វើឯងមិនទទួលឯងមករកយកតែធម៌អីនៅពេលនេះ ព្រះមេដាសូមព្រះមេដាទ្រង់ស្ដាប់ទូលព្រះបង្គំជាខ្ញុំសិនអស់ពេលជាច្រើនឆ្នាំមកកន្លងផុតទៅទូលព្រះបង្គំព្រមទាំងអនុត្រាផ្លិតចាក់ឆ្ងាយអំពីស្រុកកំណើតរបស់ខ្លួនផ្លិតចាក់ឆ្ងាយអំពីព្រះមេដាបុត្រមានការនឹកទៅដល់ព្រះមេដាប្របីដាខ្លាំងយ៉ាងណាក៏បុត្រមិនអាចធ្វើដំណើរមកបង្គំគាត់ព្រះមេដាប្របីដាបានដែរទើបតែពេលនេះប៉ុណ្ណោះតែបុត្រមានឱកាសរៀបចំធ្វើរបៀបយ៉ាងនេះដើម្បីរកយុត្តិធម៌នៅក្នុងមហានគររបស់យើងព្រះបិតា តែយុទ្ធធម៌របស់ឯងនោះវាយ៉ាងណាឆាប់មានបន្ទូលមកលើ ព្រះបិតាព្រះបិតាក៏ព្រះអសរថានៅថ្ងៃមួយព្រះបិតាបានដេញទូព្រះបង្គំព្រមទាំងអនុត្រាឲ្យឃ្លាតចាក់ឆ្ងាយអំពីមហានគរឃ្លាតចាក់ឆ្ងាយអំពីព្រះមេដាដែលបុត្រធ្លាប់ស្រឡាញ់ស្មាននៅជីវិតការពិតបង្កបញ្ហាឡើងដោយសារតែព្រះមេដាចុះឯណោះ គាត់មេដាឈប់ទៅ អត់ទេមេដា កាលវី ព្រះពោព្រះស្វាមី ទូលបងឲ្យត្រង់មកមើលកំហុសអស់ទាំងនេះអូនជាអ្នកសាងមែនទេ មកខ្ញុំមិនចាំមានបន្ទោសទៅហើយសូមព្រះស្វាមីមេត្តាលើកឡើងទៅឲ្យខ្ញុំមិនចាប់ផងការប៉ុនរឿងព្រះបិតានឹងត្រាស់ទាំងស្វែង ព្រះបិតាប៉ុណ្ណឹងបានហើយកុំយកទូមេដាឯងក៏ប៉ុន្តែពេលនេះទូព្រះបង្គំជាខ្ញុំនិងព្រះបិតាសូមយកព្រះបិតាទៅមហានគរជាមួយទូព្រះបង្គំមកហើយ គាត់មេដាព្រះស្វាមីស្រីដល់ជាខ្ញុំម្ចាស់នេះមិនគួរណាមានជីវិតរស់នៅលើโลกនេះឲ្យស្រីទាំងពួងគេយកតម្រាប់តាមខ្ញុំនោះទេក៏ប៉ុន្តែខ្ញុំមានទ្រព្យសម្បត្តិស្ដុកស្ដម្ភពីលៀងសេនាអាមាត្យតែខ្ញុំម្ចាស់មានចិត្តមកចតាលោកលន់ចាំបាននគរ កាលវី ខ្ញុំមិនចាំមិនគូ ព្រះមេដា គួររស់នៅតើ
ត់ទេនេះរៀងបែកអង្គទៅហើយព្រះស្វាមីកាត់ប្រតិទៅព្រះអង្គខំអង្គទៅហើយនៅក្នុងពេលនេះព្រះបិតាចាអស់ព្រះបិតាអស់ទៅទៅក្រំតា ព្រះមេដា ត្រូវប្រត់ទេនេះរៀងអង្គទៅហើយ ចាត់ចិត្តតែព្រះស្វាមី ដោយជឿពីងញងញងកាលវីរឹងស្យាបែកបាំងគ្រួសារដោយពំបានត្រេះរៀងយ៉ា មកជាគូស្លាប់ព្រះបិតាព្រះស្វាមី សូវងវង ព្រះបិតា មនុស្សស្មានតទៅសោះថាបិតាមិនបានស្វែងរកទស្សពរិយធម៌បិតាជាបិតាក្រុមជាមលុបសម្រាប់ឲ្យរាជបុត្រទាំងណារស់ក្រោមមលុបនៃបារមីរបស់បិតាចុះពេលនេះហេតុអីក៏បិតាមិនបានធ្វើយល់កូន ព្រះបិតា នេះសំណាងល្អដែលទេវតាលោកព្រះប្រទានបើសិនជាបច្ចុប្បន្ននោះសម្រាប់រូបបុត្រទាំងពីរតើឲ្យបិតារស់នៅមិនដេញនឹងកើត ព្រះស្វាមី ឲ្យបិតារស់នៅមិនដេញនឹងកើត ព្រះបិតាព្រះបិតាព្រះបិតា ទោះបីជាវេទនាយ៉ាងណាធ្វើមិនទូព្រះបង្គំជាមួយម្ចាស់បងសវងមានកម្មអំពីអតីតជាតិតែភាពល្អដ៏បរិសុទ្ធនិងបេះដូងរបស់ទូព្រះបង្គំជាខ្ញុំគ្មានបំណងបងប្រាថ្នាចង់បានដណ្ដើមរាជសម្បត្តិទេបិតាដឹងទេទូបង្គំវេទនាយ៉ាងណាពេលបាច់អំពីព្រះមេដាបិតាទ្រាំតែរស់នៅសុខសាន្តមកចាស់បងព្រះមេដា ព្រះបិតាព្រះបិតា សូវងវងពេលនេះបិតាខ្មាស់បត់ណាស់ អត់ទេព្រះបិ បិ តា តាចង់ស្លាប់ មិនបានទេព្រះបិតា ឲ្យបុត្រយើងក្រុងរាជសម្បត្តិអស់ទេនេះចុះ ព្រះបិតា ព្រះស្វាមីមិនអាចទៅណាចោលខ្ញុំម្ចាស់បាន បុត្រមិនអាចរស់នៅដោយគ្មានបិតាបានទេក្រាបទូល ត្រូវតែរស់ឡើងវិញ ព្រះបិតា ព្រោះថាទោះបីជាខ្សែជីវិតបុត្រលិតចាក់ឆ្ងាយអំពីព្រះបិតារងទុក្ខវេទនាយ៉ាងណាក៏បុត្រមិនដែលមានការអន់អាក់ខ្នន់ខ្នាក់ចិត្តចំពោះព្រះបិតាម្ដងណានោះទេបុត្រនៅតែនឹកដល់ព្រះបិតានឹកទៅដល់ព្រះមេដាដែលជាទីសក្ការៈនៃចិត្តរបស់កូនក្នុងមួយជីវិតនេះចុះពេលនេះបើជាព្រះបិតាអបប្រជជនចោលបុត្រទៅបុត្ររស់នៅសោយសោកទៀតហើយបិតាកុំអីណា មិនបានហើយព្រះស្វាមី សូវងបិតាយល់ពីប្រជ័យរបស់បុត្រហើយថ្ងៃនេះទើបបិតាដឹងថាបុត្រសពរិហារជ័យលើបិតាយ៉ាងណាណាហើយរាជបល្ល័ង្កអស់ទាំងនេះបិតាប្រគល់ឲ្យកូនជាអ្នកក្រុងរាជសម្បត្តិ ទេបិតា ជាមួយនឹងវោះវង ទេ ព្រះបិតា ទូបង្គំមិន សូមព្រះបិតាប្រជទានទូរទូព្រះបង្គំ ទូព្រះបង្គំមានមហានគរនេះសវណ្ណគេរវីមកកត់ទេវីជាមហាសេនរបស់ទូព្រះបង្គំជាខ្ញុំ ព្រះបិតាខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំ មេដា បុត្រសុំសា ព្រះបិតា ព្រះបិតាទូព្រះបង្គំជាខ្ញុំសូមយើងព្រះមេដាទៅមហានគរជាមួយនេះទូព្រះបង្គំជាខ្ញុំហើយ បុត្រមេដា វោះវង